តារាសម្ដែងវ័យក្មេងអាងសុជាតើសារភាពត្រង់ថាពេលនេះផ្លូវចិត្តមិនសូវល្អកំពុងខំជំនះទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតមិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់អ្នកចិត្តស្និទ្ធមានការភ្ញាក់ផ្អើលក្រោយសឹកតារាសម្ដែងវ័យក្មេងអាងសុជាតាហៅឈូស្រាប់តែចេញមកទំនេរថាពេលនេះខ្លួនកំពុងមានផ្លូវចិត្តមិនសូវល្អនិងសំទោសទៅកាន់មហាជនដែលមួយរយៈនេះនាងតែងតែបញ្ចេញអារម្មណ៍មិនសប្បាយចិត្តនៅលើបណ្ដាញសង្គមកញ្ញាអាងសុជាតាកូនស្រីបង្កើតរបស់អ្នកនាងសឿនផាន់ផាភួងមិនបានបញ្ជាក់ថាទូកគេមានបញ្ហាអ្វីទេគ្រាន់តែបង្ហើបឲ្យដឹងមួយរយៈចុងក្រោយនេះមានរឿងធ្វើឲ្យឈឺក្បាលជាច្រើនហើយខ្លួនក៏កំពុងខំជំនះដែរនេះបន្តាមសំណេររបស់អាងសុជាតាបានរៀបរាប់ថាសំទោសបងប្អូនអ៊ំពូមីងដែលមួយរយៈនេះបញ្ចេញអារម្មណ៍នៅលើ platform ច្រើនតែផ្លូវចិត្តពិតជាសំខាន់សូមថែរក្សាឲ្យបានល្អផងណាខ្ញុំមិនដែលគិតចង់បោះបង់អ្វីមួយទេតែសូមប្រាប់ត្រង់ពេលនេះផ្លូវចិត្តខ្ញុំមិនល្អទេមួយរយៈក្រោយនេះមានរឿងឲ្យឈឺក្បាលច្រើនណាស់ខ្ញុំស៊ូណាស់ខ្ញុំក៏ខំជំនះណាស់ដែរតែពេលខ្លះរឿងមិនចង់បានវាមិនដូចចិត្តរបស់យើងទេខ្ញុំមានតែពីរអ្នកម៉ាក់ទេអ្នករកមិនងាយស្រួលដូចអ្នកបំផ្លាញទេគេមិនដឹងថាតារាស្រីវ័យក្មេងរូបនេះកំពុងតែមានវិបត្តិអ្វីនោះទេទើបបានចេញមកសារភាពពីស្ថានភាពផ្លូវចិត្តរបស់ខ្លួនយ៉ាងដូចនេះប៉ុន្តែកន្លងមកគេឃើញតារាសម្ដែងសឿនផាន់ផាភួងដែលជាម្ដាយធ្លាប់បានបង្ហោះនិយាយពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកូនប្រុសដែលទំនងដោយសារតែបញ្ហាទាំងអស់នេះហើយទើបធ្វើឲ្យឈូមិនសប្បាយចិត្តរហូតចេញបង្ហោះសារនៅលើបណ្ដាញសង្គមបែបនេះយ៉ាងណាក្រោយពីបានឃើញកញ្ញាអាងសុជាតាបង្ហាញអារម្មណ៍បែបនេះមានអ្នកលេងបណ្ដាញសង្គមជាពិសេសសិល្បករនិងអ្នកជិតស្និទ្ធជាច្រើនបានព្យាយាមលើកទឹកចិត្តឲ្យនាងរឹងមាំកុំទោទទណ្ឌទៅតាមបញ្ហាដែលបានកើតឡើងព្រោះគ្រប់បញ្ហាតែងតែមានដំណោះស្រាយជានិច្ចហើយផ្លូវចិត្តពិតជាសំខាន់ណាស់